អ្នកដែលកើតឆ្នាំមួយម៉ែនៅពាក់កណ្ដាលខែធ្នូនេះក៏រាសីឡើងដែរអញ្ចឹងត្រៀមថង់ត្រៀមស្បោកដើម្បីទទួលលុយអញ្ចឹងអ្នកដែលកើតឆ្នាំមួយម៉ែសូមលោកអ្នកខមមិនលេខសំណាងគឺលេខ289លេខ289គឺជាលេខសំណាងសម្រាប់អ្នកកើតឆ្នាំមួយម៉ែអញ្ចឹងកូនចៅខមមិនលេខ289ហើយ share វីដេអូលោកគ្រូដាក់លេខ289ចំណែកពណ៌សំណាងសម្រាប់លោកអ្នកដែលកើតឆ្នាំមួយម៉ែគឺពណ៌កូគីនៅក្នុងខែ12នេះអញ្ចឹងយើងអាចពាក់អាវពណ៌កូគីទៅបងប្អូនមិនមែនពាក់រាល់ថ្ងៃទេយើងពាក់នៅពេលវេលាណាមួយដែលយើងគិតថាវាជាពេលដែលសមគួរសម្រាប់យើងបាទអញ្ចឹងលេខ289គឺជាលេខឌៀបសំណាងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំមួយម៉ែចាំពពែណារាសីឡើងខ្លាំងបងប្អូនហើយឡើងនេះពីពាក់កណ្ដាលខែ12នេះឡើងទៅហើយឡើងរហូតមួយឆ្នាំពេញនៅក្នុងឆ្នាំ2026អញ្ចឹងអ្នកដែលកើតឆ្នាំមួយម៉ែរាសីឡើងហើយលៀបជ័យក៏ប្រុងក៏ចាប់ផ្ដើមចូលមកបដើមកដែរចូលមកហើយបាទចាប់ផ្ដើមមកហើយបន្តកតុយគ្នាឃើញឱកាសច្រើនណាអ្នកខ្លះឱកាសមកដល់ហើយយកអត់បានទេដោយសារអីដោយសារនៅក្នុងតួរាសីរបស់យើងអ្នកកើតឆ្នាំមួយម៉ែវានៅជាប់សើយនៅឡើយប្រៀបបានដូចយើងអត់ឃ្លាន2-3ឆ្នាំអីដល់ពេលឥឡូវទៅគេធ្វើមហូបសិតតែមហូបវាំងឲ្យយើងញ៉ាំប៉ុន្តែដៃយើងនេះវាប្រឡាក់លាមកកខ្វក់យើងមិនអាចកាន់មហូបនឹងស៊ីបានណាអញ្ចឹងឱកាសនៃការមានបានលុយកាក់នោះវាចាប់ផ្ដើមមកហើយប៉ុន្តែយើងវាអត់មានឱកាសនៅក្នុងការចាប់យកពេលខ្លះយើងឆ្ងល់ថាហេតុអីបានចំណៃដល់មាត់ឲ្យយើងយកមិនបានដោយសារអីដោយសារយើងនឹងវាកំពុងតែសើយអញ្ចឹងបងប្អូនគួរលាងសើយចេញទៅបាទក្រោយពីលាងសើយហើយយើងយកឱកាសផ្ទុះលៀបសំណាងនឹងត្រឡប់មកវិញហើយអញ្ចឹងអ្នកដែលឆ្នាំមួយម៉ែហ្នឹងគួរលាងសើយចេញឲ្យបានគ្រប់គ្នាហើយការលាងសើយនេះជាក្តីកង្វល់មួយទៀតថាឲ្យតែលឺលាងសើយហ្នឹងបងប្អូនចេះតែលឺតាមការចែករំលែកពីនេះពីនោះមកអត់បានប្រយោជន៍អត់បានការអញ្ចឹងការលាងសើយនេះគឺគេមិនមែនចេះតែលាងទេគេមានក្បួនរបស់គេអញ្ចឹងដល់ខ្ញុំបារម្ភខ្លាចបងប្អូនលាងសើយមិនត្រូវអញ្ចឹងខ្ញុំរៀបចំតែឈុតលាងសើយហ្នឹងជូនដល់បងប្អូនទៅអញ្ចឹងបងប្អូនចង់បានឈុតលាងសើយអាចលាងសើយបានណាបាទអ្នកដែលកើតឆ្នាំមួយម៉ែបងប្អូនកូនក្មួយខ្ញុំសូមជម្រាបជូនថាមកជីវិតអ្នកកើតឆ្នាំមួយម៉ែបើកាត់រឿង3យ៉ាងបានណាជីវិតអ្នកកើតឆ្នាំមួយម៉ែល្អផូរផង់ស្កប់ផ្កើងផ្កាហ៊ីជែកទុំខ្មុំពេញលំអងណាបាទអ្នកកើតឆ្នាំមួយម៉ែបើកាត់រឿង3យ៉ាងនឹងបានណាស្កុំផ្កើងហ្មងបាទឥឡូវកុំអាលជឿស្ដាប់សិនថាតើយើងកាត់រឿងអីខ្លះ3យ៉ាងនឹងទាំងធ្វើបានអត់គ្មានមួយម៉ែធ្វើអត់បានជឿខ្ញុំបើធ្វើអត់បានទេបើធ្វើបានមានប៉ុន្តែធ្វើអត់បានទី1អ្នកកើតឆ្នាំមួយម៉ែកុំរាប់ញាតច្រើនណាសឹកអត់ប្រយោជន៍បាទរាប់ញាតច្រើនអត់បានទេអ្នកកើតឆ្នាំមួយម៉ែនោះទោះបីជាយើងរាប់ញាតច្រើនយ៉ាងម៉េចក៏ដោយក៏អត់បានសាច់កាយដែរបាទរាប់គេច្រើនហើយស្រឡាញ់គេហើយអាណិតគេហើយឲ្យគេស៊ីហើយចង់ក្រោយគេនិយាយដើមយើងហុយដៃធ្វើរាប់បានរាប់ញាតអត់បានទេរាប់គេហើយជួយគេហើយស្រឡាញ់គេហើយនាំគេដើរលេងបើគេស៊ីទៀតមកវិញគេនិយាយដើមយើងហុយដៃនាំរឿងដល់ខ្លួនទៀតទី1ទី2អ្នកកើតឆ្នាំមួយម៉ែមិនបាច់អាណិតអ្នកណាទាំងអស់ចង់អាណាងាប់អីងាប់ទៅចង់អាណាមិនទៅកុំទៅសើខ្វល់ហ៊ានតែខ្វល់គេឲ្យលុយគេខ្ចីហៅគេមកបដោះបដាលចិញ្ចឹមបីបាច់ថែរក្សាគេចុងក្រោយអ្នកកើតឆ្នាំមួយម៉ែពួកទាំងអស់ហ្នឹងមកខាំក្បាលយើងវិញធ្វើគុណមិនបានគុណទេអញ្ចឹងឈប់អាណិតអាណាទាំងអស់អ្នកណាមិនទៅទី3អាណិតខ្លួនឯងអ្នកដែលកើតឆ្នាំមួយម៉ែខ្ញុំសូមជម្រាបជូនថាបើនិយាយអំពីការគិតការជួយខ្លួនឯងគឺមានតិចតួចបំផុតការគិតការជួយខ្លួនឯងគឺមានតិចតួចបំផុតសម្រាប់អ្នកដែលកើតឆ្នាំមួយម៉ែប៉ុន្តែបើគិតអ្នកដទៃច្រើនណាបាទលុយកាក់មានប្រៃចាយខ្លួនឯងចាយហីប៉ុន្តែបន្ទប់ជួយបងប្អូនជួយអ្នកជុំវិញខ្លួនមួយម៉ែជាប់ចំណាក់ថ្នាក់ដេកមួយមករឿងជួយគេជួយអត់បានប្រយោជន៍អីទៀតចេះកាត់អានឹងទៀតឈប់ជួយអាណាទាំងអស់ជួយខ្លួនឯងវិញចង់ទិញទូរស័ព្ទល្អទិញទូរស័ព្ទល្អចង់ទិញអាវថ្លៃចង់ទិញថ្លៃទៅព្រោះយើងជួយគេយ៉ាងម៉េចក៏ដោយសារតែយើងប្រកាច់ងាប់សារយើងមានរឿងសួរថាអ្នកណាមកជួយយើងអត់ទេកុំសង្ឃឹមបាទមកជីវិតកុំសង្ឃឹមថាមានអ្នកណាគេមកជួយយើងអីសោះអត់មានទេណាពេលដែលយើងលំបាកពេលដែលយើងវេទនាអ្នកកើតឆ្នាំមួយម៉ែគេទាត់ក្បាលយើងចោលអស់ប៉ុន្តែបើយើងសប្បាយរីកគេមកនាំគ្នាស៊ីរបស់យើងប្របាត់ទេគេមកអាណិតថាវាល្អវាជួយអញពីមុនវាអញមកជួយគេវិញអត់ទេបាទមានតែម្យ៉ាងគត់មានតែគេរករឿងយើងថែមទៀតអញ្ចឹងអ្នកដែលកើតឆ្នាំមួយម៉ែគឺល្មមឈប់រឿង3យ៉ាងហ្នឹងទៅហើយបើឈប់បានហើយគឺជីវិតនឹងស្ដុកស្ដំជីវិតនឹងរុងរឿងឈប់បានអត់ឈប់អត់បានទេបាទអ្នកកើតឆ្នាំមួយម៉ែឈប់អត់បានខ្ញុំធានាបាទមែនបាទអត់បានទេអ្នកកើតឆ្នាំមួយម៉ែបងប្អូនពេលមានគេចំណែនពេលក្រគេមើងងាយកាលអញនៅក្រគេមើងងាយអញឈឺចាប់ពេកប្រើរស់ស៊ីឲ្យមាននឹកគេមកសុបាយអបើពេលរស់ស៊ីមានគេចំណែនទៀតគេផ្ដល់ទាថ្ងៃណាវាក្រអញ្ចឹងអាអ្នកកាត់ឆ្នាំមួយម៉ែអញ្ចឹងមិនរាប់ញាតទេធ្វើ3យ៉ាងហ្នឹងធ្វើបានទៅបានហើយអញ្ចឹងមួយម៉ែបងប្អូនកូនក្មួយរាសីឡើងហើយនៅពាក់កណ្ដាលខែហ្នឹងអញ្ចឹងលេខសំណាងសម្រាប់លោកអ្នកដែលកើតឆ្នាំមួយម៉ែលេខ289ចំណែកពណ៌សំណាងពណ៌គូគីបងប្អូនកូនក្មួយមួយចំនួនគាត់ឆ្ងល់ថាលោកគ្រូមហាជុំខ្ញុំធ្វើម៉េចនោះនៅផ្ទះខ្ញុំចេះតែក្តៅក្រហាយ
ចេះតែមានរឿងចេះតែមានបញ្ហាចេះតែមានឧបសគ្គចេះតែមានអូញ៉ៃញ៉ៃសាំញ៉ាំតប៉ែគ្រួសារខ្ញុំវាមិនដូចគេសោះគ្រួសារគេរលូនគ្រួសារយើងមិនរលូនហើយបានចឹងយល់ទេអញ្ចឹងមកពីអីពេលខ្លះយើងអត់ដឹងតែផ្ទះយើងកំពុងរស់នៅវាខុសហុងស៊ុយវាធ្វើមិនត្រូវវាខុសក្បួនវាខុសខ្នាតឬមួយក៏មានអ្នកណាវាអាក្រក់នោះវាធ្វើអំពើបិទបាំងយើងធ្វើឲ្យយើងនឹងវាមានបញ្ហាមានរឿងវិនិច្ឆ័យសាបសូន្យអីចឹងទៅណាឬមួយក៏ផ្ទះយើងវាខ្វះទាស់ចន្លោះណាមួយអីចឹងទៅឬមួយក៏យើងទៅនៅមិនដឹងផ្ទះយើងវាមានរឿងអីកើតឡើងសោះបានចិត្តតែក្តៅក្រហាយចឹងអាវិធីសាស្ត្រទាំងអស់នេះជាក្តីកង្វល់ដែលយើងត្រូវតែជួបពេលខ្លះឆ្ងល់ហើយកើតនៅផ្ទះទូចដូចមិនអីដល់ពេលបានទៅនៅផ្ទះធំកន្លែងល្អវាកាន់តែវេទនាទៅវាឆ្ងល់ខ្លួនឯងបាទចឹងអារឿងទាំងអស់ហ្នឹងវាលែងជាក្តីកង្វល់សម្រាប់លោកអ្នកតទៅទៀតហើយកាលពីមុនវាកង្វល់មែនវាមិនទាន់ស្គាល់លោកគ្រូមហាជុំបាទឥឡូវនេះស្គាល់លោកគ្រូមហាជុំហើយយើងលែងជាក្តីកង្វល់តទៅទៀតហើយបងប្អូនកូនក្មួយណាបាទចឹងលោកគ្រូណែនាំឈុតប្រមូលទ្រព្យលើករាសីមកផ្ទះមកឈុតប្រមូលទ្រព្យលើករាសីមកផ្ទះហ្មងសម្រាប់ឆ្នាំ2026ហ្នឹងណាបាទគឺជួយឲ្យបងប្អូនរកស៊ីមានបានគឺជួយឲ្យបងប្អូនកាក់កបគឺជួយឲ្យបងប្អូនមានលៀបមានជ័យហេងបងប្អូនកូនក្មួយណាបាទអញ្ចឹងឈុតប្រមូលទ្រព្យនេះទី1អានេះគឺយន់ណាបងប្អូននៅក្នុងឆ្នាំ2026នេះបងប្អូនជាវនេះយន់អសរសុខសប្បាយពាក្យជូនពរឆ្នាំថ្មីហើយនឹងសัตว์ប្រពែដឹកទ្រព្យចូលផ្ទះនេះគឺអានេះយកទៅដាក់នៅក្នុងផ្ទះបងប្អូនណាបាទយកទៅដាក់ទៅគឺធ្វើឲ្យផ្ទះរបស់យើងរីកចម្រើនរុងរឿងបន្សាបនៅរឿងអាក្រក់ទាំងឡាយទាំងពួងហើយជួយឲ្យយើងរកស៊ីមានបានណាមិនថានៅកន្លែងលក់ដូររកស៊ីមិនថានៅក្នុងផ្ទះមិនថែទេគឺឲ្យតែមានយន់នេះហើយគឺសំណាងល្អហើយក៏រកស៊ីមានបានហើយក៏តិចតិជុំជោគជ័យរីកចម្រើនយន់នេះបកាយស័ក្តិសិទ្ធិណាបាទបកាយស័ក្តិសិទ្ធិជាទីបងផុតបាទយន់ហ្នឹងហើយនេះគឺជាកម្រាលឆ្លងយុគបងប្អូនបាទកម្រាលឆ្លងយុគនេះគឺយើងកាត់គ្រោះយើងលើករាសីអញ្ចឹងសោនេះគឺសោអីសោដើម្បីចាក់ទម្លាយនៅរឿងល្អអាក្រក់ទៅយកកំណត់យកទ្រព្យហើយយន់នេះគឺបកាយស័ក្តិសិទ្ធិយើងដាក់ជាកម្រាលជូតជើងដើម្បីយើងជូតជំរះនៅរឿងមិនល្អអញ្ចឹងយើងដាក់ទៅហើយយើងដើរយើងមកពីធ្វើការវិញយើងចូលផ្ទះយើងជន់លើកម្រាលនេះទៅរាល់អាក្រក់ទាំងឡាយដែលមកពីក្រៅនោះគឺវានាសាបសូន្យហើយយើងចេញទៅធ្វើការវិញយើងជន់ដើម្បីស្រូបលៀបដើម្បីស្រូបសំណាងអញ្ចឹងឈុតនេះគឺបងប្អូនឃើញទេបាទមានកម្រាលនេះមួយហើយនឹងជន់សម្រាប់បិទនៅក្នុងផ្ទះមួយអញ្ចឹងយើងមានតែពីរមុខហ្នឹងទៅយើងរុងរឿងយើងអត់ដងអត់ដំយើងកុំកើអត់មានអ្នកណាមកប៉ះពីយើងបានតទៅទៀតទេគ្រាន់តែឥទ្ធិពលទាំងអស់នេះយកទៅដាក់ភ្លាមគឺនឹងមានលៀបនឹងមានសំណាងយើងមាននេះជំរាបជាឈុតមួយឈុតមានកម្រាលជូតជើងនេះមួយហើយមានយន់សម្រាប់បិទនៅក្នុងផ្ទះមួយបិទកន្លែងណាក៏បានដែរគឺសុខសប្បាយកាក់កបមិនថាកន្លែងលក់ដូររ៉ូស៊ីមិនថាកន្លែងណាទេគឺនឹងធំកើអត់ដងអត់ដំអញ្ចឹងបងប្អូនជាវនៅឈុតនឹងមួយទៅគឺកាក់កបរីកចម្រើនមកវិញអញ្ចឹងយើងទោះបីទិសណាក៏ដោយអត់ខ្វល់បិទទៅគឺកាក់កបរីកចម្រើនណាអញ្ចឹងមកផ្ទះជន់លើកម្រាលនេះហេងទាំងអស់មានលៀបទាំងអស់អញ្ចឹងយកទៅប្រើប្រាស់ទៅគឺយើងជោគជ័យយើងមានតិចតួចបំផុតណាបាទរបស់លោកគ្រូអត់មានច្រើនគេទេអញ្ចឹងបងប្អូនអាចជាវបានប្រញាប់រស់រាន់បាទអញ្ចឹងអរគុណបងប្អូនណាអញ្ចឹងអ្នកការឆ្នាំមួយម៉ែអាចធ្វើរឿងទាំង3យ៉ាងនោះបានដែរឬអត់ចម្លើយឆ្លើយថាបានខ្លះអត់ខ្លះវិញខ្ញុំភាកច្រើនខ្ញុំជឿជាក់ថាកាត់អត់បានទេបងប្អូនអារាប់ញាតហ្នឹងក៏កាត់មិនបានត្រូវតែរាប់បាទអាជួយគេហ្នឹងគឺលេខ1អ្នកកើតឆ្នាំមួយម៉ែគឺអត់ជួយគេអត់បានទេព្រោះមនុស្សអ្នកកើតឆ្នាំមួយម៉ែកើតមកដើម្បីជួយគេអាទី3ហ្នឹងគឺជួយខ្លួនឯងហ្នឹងនៅតែជួយហ្នឹងហីថាំណាខ្លួនឯងនោះប៉ុន្តែទុកឲ្យជួយគេអញ្ចឹងលេខសំណាងអ្នកកើតឆ្នាំប៉ប៉ែគឺលេខ289ចំណែកពណ៌សំណាងគឺពណ៌កគីបាទអញ្ចឹងនៅក្នុងឆ្នាំ2026នេះគឺហេងហើយកាក់កបបាទហើយកុំតោមិនដេញមួយខ្ញុំណាលោកគ្រូមហាជុំមកអង្គុយឡាយមកអង្គុយសោចអត់មានភ័យព្រួយរឿងជាតិទេបងប្អូនគិតរឿងជាតិប៉ុណ្ណាខ្ញុំគិតលើសបងប្អូនទៅទៀតបាទខ្ញុំស្រឡាញ់ណាស់អ្នកណាក៏ស្រឡាញ់ដែរជាតិប៉ុន្តែយើងមានពេលខ្លះគិតមានពេលខ្លះក៏មកចែកម្លែកទៅប៉ុន្តែខួរក្បាលនៅតែគិតហ្នឹងហើយបើនងគ្នាបាក់ទឹកចិត្តឈឺអស់ទៅបានអ្នកណាជួយជាតិបាទអញ្ចឹងសូមជូនពរណាសុខសប្បាយទាំងអស់គ្នាកាក់កប